នឹងសារៈសំខាន់នៃការប្រើប្រាស់ទឹកនាពេលអតីតកាលបច្ចុប្បន្នកាលនិងអនាគតកាលខ្ញុំសូមជម្រាបនៅចំណុចទី1ថាខ្មែរយើងខ្ញុំមិនបានចូលរួមស្រាប់ទេប៉ុន្តែខ្ញុំក៏ជម្រាបជូនថាខ្មែរយើងមានលក្ខណៈពិសេស3ដែលជនជាតិដទៃទើបនឹងដើរក្រោយទី1ខ្មែរមុននឹងរៀបចំទីក្រុងខ្មែរទៅរកប្រភពទឹកអញ្ចឹងពេលដែលខ្ញុំសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្ត្រលោកជ័យវរ្ម័នទី2ដែលលោកមុននឹងបង្រួបខ្មែរទាំងអស់នៅក្នុងឆ្នាំ1820សតវត្សទី9គឺលោកបានធ្វើដំណើរទៅភ្នំគូលែនហើយនឹងទៅភ្នំក្បាលស្ពានភ្នំគូលែនគឺលោកហេតុអីក៏លោកធ្វើដំណើរទៅលើកំពូលភ្នំមិនក៏លោកមិនចាប់កសាងនៅខាងក្រោមសិនហើយលោកទៅដល់កំពូលភ្នំគឺបំណងធំតែមួយគត់គឺសិក្សាអំពីប្រភពទឹកអញ្ចឹងបងប្អូនឆ្ងល់ទៀតថាចុះទឹកហូរពីលើភ្នំមិនក៏មិនហូរពីក្រោមភ្នំទៅហូរពីលើភ្នំវិញអញ្ចឹងបងប្អូនអ្នកប្រាជ្ញបានដឹងរឿងហើយថាដោយសារការបន្ទុះភ្នំភ្លើងភ្នំពេលបន្ទុះពេលដែលវាអស់កម្លាំងវាអត់អាចផ្ទុះបានអញ្ចឹងធ្វើឲ្យនៅសល់ភ្នំនឹងដដែលអញ្ចឹងពេលភ្នំនឹងទឹកដែលនៅក្នុងដីវាអាចធ្វើដំណើរតាមបង្ហោផ្លូវដែលប្រងផ្ទុះហើយវាមិនអាចផ្ទុះបានហ្នឹងវាចាប់ដើមហូរធ្លាក់ចូលមកអញ្ចឹងដូនតាយើងបានធ្វើដំណើរទៅដល់ទីនោះយើងគិតមើលថាចុះហេតុអីខែប្រាំងហើយទឹកនៅតែហូរពីភ្នំគូលែនមកថាខែភាសាវាហូរដោយសារទឹកភ្លៀងចុះខែប្រាំងហូរពីអីឧទាហរណ៍នៅគិរីរម្យឧទាហរណ៍នៅបូកគោទឹកហូររហូតដោយសារអីការបន្ទុះភ្នំភ្លើងវាអស់កំសួលហើយវាសល់ប៉ុណ្ណឹងទឹកក៏ចាប់ផ្ដើមរៀបចំចំណុចហ្នឹងអញ្ចឹងដូនតាពេលក្រោយពីលោកបានសិក្សាអំពីប្រភពទឹកហើយបានលោករៀបចំឆ្លាក់ព្រះព្រោះយល់ថារាងកាយរបស់មនុស្សត្រូវការទឹកហើយមនុស្សក៏កើតចេញពីទឹកដែរសត្វទាំងឡាយរុក្ខជាតិទាំងឡាយកើតចេញពីទឹកអញ្ចឹងលោកចាប់ផ្ដើមឆ្លាក់ព្រះបង្រួបបង្រួមជំនឿសាសនាមានព្រហ្មញ្ញសាសនាមានពុទ្ធសាសនាមានលឹងមានយោនីអីទាំងអស់ហ្នឹងគឺបង្រួបបង្រួមដើម្បីឲ្យខ្មែរចេះរក្សាទឹកបានទី2ខ្មែរយើងខ្ញុំស្ដាប់មិញពេលដែលខ្ញុំចូលមកលោកសាស្ត្រាចារ្យខាងកូរ៉េហ្នឹងគាត់មានប្រសាសន៍ថានៅប្រទេសកូរ៉េបានរក្សាទឹកខ្មែរយើងរក្សាទឹកដូនតាមុននឹងធ្វើផ្ទះត្រូវដាក់ពាងជុំវិញផ្ទះឧទាហរណ៍ផ្ទះខ្ញុំបាទប៉ុន្តែឥឡូវវាប្រើដូចពីមុនបានទេវាអត់បានទេកត្តា5ដែលប្រើមិនបានទី1គឺផ្សែងរថយន្តទី2ផ្សែងរោងចក្រទី3គឺជាតិគីមីដែលការសាកអាវុធការធ្វើសង្គ្រាមនៅលើពិភពលោកដែលធ្វើឲ្យពុលនៅក្នុងលំហអាកាសទាំងអស់នេះហើយដែលធ្វើឲ្យទឹកភ្លៀងធ្លាក់មកនាំទាំងអស់នោះចូលមកចឹងហើយបានលោកគ្រូដែលគាត់សិក្សាអំពីទឹកហ្នឹងគេរៀបចំស៊ីល3 4ដំណាក់កាលហ្នឹងដើម្បីត្រង់ពីដើមអត់ត្រូវការត្រង់អីទេគាត់បង្ហូរមកពីលើដូចសុំសពថ្ងៃនេះខ្ញុំប្រើទឹកភ្លៀងដែរទេខ្ញុំប្រើទឹកភ្លៀងតែខ្ញុំក៏មានទឹកដងដែរខ្ញុំប្រើទឹកភ្លៀងព្រោះផ្ទះរបស់ខ្ញុំទឹកម៉ាស៊ីនឡើងអត់ដល់អញ្ចឹងយើងត្រូវរៀបចំពាងទឹកជុំវិញមកនឹងប៉ុន្តែទឹកអីក៏ដោយក៏មិនល្អដូចទឹកភ្លៀងដែរខ្ញុំជំរាបជូនយើងយកទឹកម៉ាស៊ីនទៅស្រោចដំណាំហេតុអីយើងខ្ញុំថាសាកល្បងខ្ញុំធ្វើតេស្តទេយើងយកទឹកដងទៅស្រោចដំណាំស្រោចកុំឲ្យតែងាប់ទេតែបើភ្លៀងមកធ្លាក់តែ2មេគឺព្រៃប្រឹក្សាខៀវស្ងាត់ទាំងអស់សូម្បីបន្លែដែលយើងដាំក៏ខៀវដែរអញ្ចឹងខ្ញុំមិនមានជំនាញខាងកសិកម្មទេប៉ុន្តែដោយសារខ្ញុំជាអ្នកខេត្តកំពង់ចាមស្រឡាញ់ហើយចេះតែអានប្រវត្តិសាស្ត្រថាខ្មែរគឺស៊ីលបងបានន័យថាខ្មែរដាំវាខុសពីខ្មែរឥឡូវអួតលបងយកដែកទៅធ្វើបង្ហាញម៉ូដបង្ហាញអីពីដើមខ្មែរនៅលើលបងគឺមានពពាយមានអនងហើយមានស្លឹកបាសគេបេះពីលបងយកមកធ្វើជាចំណីអាហារអញ្ចឹងបានជាលោកបណ្ឌិតមិញគាត់មានប្រសាសន៍ថាពីដើមផឹកទឹកអត់មានត្រង់ផងអត់មានធ្វើស៊ីលសម្បត្តិសម្អាងផងរស់បាន80ឆ្នាំឥឡូវទំនើបរស់បានតិចដោយសារអីដោយសារអាហាររបស់យើងជាអាហារ organic
ច្រើនជាងអីដែលយើងប្រើការលូតលាស់ឥឡូវនេះចំនួនមនុស្សកាន់តែកើនមនុស្សចង់មានចង់បានលឿនចាប់ដើមបញ្ចូលជាតិគីមីធ្វើឲ្យការលូតលាស់កាន់តែលឿនហើយចំណុចក្នុងការប្រើដោយអ្នកគ្រូបណ្ឌិតសភាចាជ័យសិដ្ឋាក៏លោកមានប្រសាសន៍ខាងអីតម្រៃក៏សួរតាមពិតអត់មានអីកង្វល់ទេបងអូននៅស្រុកគេប្រើយូរហើយនៅក្នុងសួនច្បារគឺគេមានកន្លែងទឹកសម្រាប់យកទទួលទានតែម្ដងហើយគេមានកំប៉ុងដាក់នៅក្នុងនឹងហើយបើយើងប្រើកំប៉ុងគេបង់លុយទៅហើយពេលណាយើងអត់ប្រើកំប៉ុងគេយើងមានកំប៉ុងខ្លួនយើងគឺយើងយកទៅត្រង់ពេលណាត្រង់យើងចុចតែលើមកដូចលោកគ្រូមួយនៅខាងកាបូលប្រាប់មកមិញហ្នឹងគឺគេយកកែវនេះឬក៏ដបចូលទៅត្រង់ទៅគ្រាន់ចុចទៅវាហូរមកវាអត់ប៉ះពាល់ទេហើយមិនមែនតែ800នាក់ទេនៅស្រុកគេរាប់ពាន់នាក់សៅរ៍អាទិត្យពេលគេដើរលេងនៅសួនច្បារស្រុកគេខុសពីសួនច្បារស្រុកយើងសួនច្បារស្រុកយើងដាំស្មៅសួនច្បារស្រុកគេគឺដាំដើមឈើវាខុសពីសួនច្បារអញ្ចឹងដូចនៅកូរ៉េនៅអីយើងឃើញហើយថាប្រជាជនកូរ៉េមានដល់ទៅ52លានមានផ្ទៃដីតូចជាងខ្មែរប៉ុន្តែប្រជាជនកូរ៉េអត់បានបំផ្លាញព្រៃឈើទេភ្នំគឺភ្នំឈើគឺឈើបងអូនអាចទៅមើលឲ្យបានអាហ្នឹងគឺដោយសារអីដោយសារគេរក្សាធម្មជាតិពួកកូរ៉េវាបានបំផ្លាញធម្មជាតិច្រើនហើយដល់អញ្ចឹងធម្មជាតិបកមកវិញគាត់ត្រូវតែរក្សាធម្មជាតិអាហ្នឹងគឺជាករណីមួយដែលយើងត្រូវចងចាំទាំងអស់គ្នាអញ្ចឹងមានសំណួរមួយខាងអឺរ៉ុបគាត់សួរខ្ញុំថាឃើញខ្មែរយើងកដៀតក្អមចូលទៅតាពាំងព្រោះពីដើមស្តុបទឹកមាន5បារាយកាសិនគេហៅថាម្លេចហ្នឹងបានតែវាអត់លេចទេបឹងអូបាទ5យើងប្រើប្រាស់ហើយខ្មែរយើងចងពងទៅណាកាន់ក្អមច្រៀងផងអីផងទៅដុសទឹកយកគ្រាន់តែយកក្អមហ្នឹងទៅវែកចេះក៏ដុសមកគេសួរដូចមិនអញ្ចឹងបាទគាត់សួរពួកអឺរ៉ុបគេសួរថាធ្វើម៉េចឲ្យអស់ជាតិពុលបើគ្រាន់តែធ្វើអញ្ចឹងគ្រាន់តែវែកអញ្ចឹងឲ្យដុសទឹកមកមិនជាតិដែលមេរោគមេអីវានៅក្នុងទឹកអញ្ចឹងហើយបានខ្មែរយើងសម្បូរព្រូននឹងទេញ៉ាបាទអញ្ចឹងនៅស្រុកគេតែគេឆែកឃើញព្រូនទេញ៉ាគេឲ្យចូលរៀននេះឬអញ្ចឹងពេលខ្ញុំទៅរៀនអីមុនដំបូងហ្នឹងពេលខ្ញុំទៅរៀនហ្នឹងគឺគេឆែកអាហ្នឹងមុនតែឃើញគេឲ្យចូលរៀននេះទៅគេងពេទ្យ7ថ្ងៃសិនគេបញ្ចុះព្រូនហើយបានឲ្យចូលរៀនវាករណីពិសេសអញ្ចឹងគឺដែលទៅរៀននៅអឺរ៉ុបហើយចំណុចមួយទៀតគេសួរថាហេតុអីបានទៅធ្វើអញ្ចឹងមកតបកឃើញមនុស្សដឹកគោចូលទៅយកគោទៅលាងនៅក្នុងអាដែងតាពាំងហ្នឹងឬក៏បឹងហ្នឹងហើយមកសបកឃើញនារីម្នាក់ចងពងយកក្អមទៅដុសពីកន្លែងហ្នឹងមកវិញគេសួរថាតើមានជាតិទេសំណួរហ្នឹងដែលអ្នកគ្រូជ័យថាគាត់ត្រូវឆ្លើយហើយគាត់ធ្វើទៀតបាទប៉ុន្តែសម័យឥឡូវអត់ចឹងទេឥឡូវនេះយើងមិនមើលឃើញទេប៉ុន្តែបើអ្នកដូចខ្ញុំជាមនុស្សចង្រៃបាទចូលចិត្តតាមដានបងអូនឯងមើលទៅមើលបឹងតមោកបងអូនឯងទៅមើលបឹងអាដែងនេះបង្ហូរទឹកស្អុយចូលទៅបឹងតម្លាក់ទៅទន្លេហើយបងពីទឹកទន្លេយកមកប្រើប្រាស់វិញចុះបងប្អូនឯងប្រើប្រាស់ទឹកភ្លៀងតើមានសារៈសំខាន់យ៉ាងណាយើងប៉ះពាល់បន្តិចអានេះប៉ះពាល់ផ្សែងផងប៉ះពាល់លាមកផងអីផងហូរធ្លាក់ទៅទន្លេអញ្ចឹងនៅប្រទេសជិតខាងរបស់យើងមុននឹងហូរធ្លាក់ទៅទន្លេគេចម្រោះសិនគេបំណិតប៉ុន្តែរដ្ឋាភិបាលបានធ្វើហើយនៅណាមានដឹងទេបាទនៅក្រុងព្រះសីហនុបាទនៅក្រុងព្រះសីហនុនោះបានបំណិតទឹកមុនហូរធ្លាក់ទៅសមុទ្រខ្ញុំបានឆ្លងកាត់ហើយមើលឃើញថានេះជាការល្អចាប់ផ្ដើមចេញពីហ្នឹងចាប់ផ្ដើមពីហ្នឹងអញ្ចឹងបឹងម្លិចខ្មែរយើងគ្រប់កន្លែងណាក៏បឹងម្លិចដែរពេលដីឡូឡើងថ្លៃល្អហើយដីធ្លាក់ថ្លៃបើអត់ធ្លាក់ថ្លៃហ្នឹងលុបខ្ទេចគ្មានសល់អីទេបាទទៅលុបបឹងគឺអីលុប3ទី1លុបប្រភពទឹកទី2លុបជំរកត្រីទី3យើងបំផ្លាញសត្វដែលពឹងផ្អែកទៅនឹងដូចជាអីក្តាមខ្យងតាក់ទងទៅនឹងសត្វដែលរស់នៅក្នុងហ្នឹងអញ្ចឹងយើងរក្សាបឹងកាន់តែច្រើនខ្ញុំគ្រាន់តែជំរាបជូននេះកាលណាយើងអានប្រវត្តិសាស្ត្រយើងធ្វើប្រវត្តិសាស្ត្រ
យើងដឹងថាខ្មែរយើងពីដើមរក្សាប្រភពទឹកនឹងសម្បើមណាស់មុននឹងធ្វើអីគឺរៀបចំអាហ្នឹងហើយដូចយើងថាហេតុអីបានជាយើងធ្វើអញ្ចឹងឧទាហរណ៍ថាកម្លាំងអត់គ្រប់ពេលដែលកម្លាំងអត់គ្រប់នឹងហើយគេជីកកាសិនហើយគេទុកផ្លូវតែមួយឯងអញ្ចឹងកងទ័ពគេការពារតែផ្លូវហ្នឹងទេអញ្ចឹងដល់ទៅទៀតបើគេស្ទាបឃើញតិចឃើញសើមគេសម្លាប់ភ្លាមព្រោះអ្នកហ្នឹងគឺចោលបើមិនចោលគឺសត្រូវហើយព្រោះឆ្លងហាយឆ្លងកាត់កាសិនមកផ្លូវមិនក៏មិនដើរអញ្ចឹងគ្រប់ទាំងអស់ទី2បងប្អូនចូលទៅមើលអង្គរវត្តគោរពអង្គរវត្តមានអាងសម្រាប់ងូតទឹកណាសម័យទំនើបធ្វើអាងហែលទឹកសម័យដូនតាយើងមានអាងហើយស្រេចគ្រប់ប្រាសាទទាំងអស់គ្រប់ប្រាសាទមានអាងអញ្ចឹងខ្មែរយើងមានគំនិតយូរណាស់មកហើយខ្មែរយើងគឺជាអ្នកដែលមានចក្ខុវិស័យវែងឆ្ងាយប៉ុន្តែក្រោយមកស្រុកយើងដោយសារតែបែកបាក់ផ្ទៃក្នុងធ្វើឲ្យស្រុកអលាយអញ្ចឹងឲ្យបងប្អូនចេះស្រឡាញ់គ្នាសាមគ្គីគ្នាបង្កើនចំណេះអានឹងធ្វើឲ្យយើងមានការរីកចម្រើនចំណុចមួយទៀតដែលយើងឃើញថាស្អីទៅជាលក្ខណៈពិសេសដែលក្នុងការរៀបចំប្រព័ន្ធទឹកនេះនៅក្នុងស្រុកខ្មែរយើងឃើញហើយថាទឹកមានប្រភេទពិសេស2បើសិនជាបងប្អូនដើរទៅក្នុងព្រៃសួរកូរ៉េក៏អត់ដឹងដែរបាទអត់មានអីញ៉ាំគ្រាន់តែយើងយកកបិតកាប់ពណ៌ហៅថាវល្លិទឹកកាប់សងខាងប្រហូរបានទឹកញ៉ាំដើម្បីដោះទុកបាទមួយផ្លែតហ្នឹងគឺបានណាទី2បងអូនឯងចូលទៅអូកាយកន្លែងញ៉ាំមានខ្សាច់កាយតែបន្តិចទៅគឺបងអូនអាចយកត្រឡោកឬក៏យកអីទៅដុសបានណាប៉ុន្តែសួរថាមេរោគយ៉ាងម៉េចអាហ្នឹងទោះសួរអ្នកគ្រូចេកសិដ្ឋាព្រោះមើលមិនឃើញទេប៉ុន្តែដើម្បីដោះទុកជំនាន់ខ្ញុំខ្វៀលកបីកាលពីសម័យកម្ពុជាប្រជាធិបតេយ្យហ្នឹងគឺរស់បែបហ្នឹងអត់មានកំប៉ុងអត់មានកណ្ដុងអត់មានអីយួរទៅទេគឺយើងកាយកន្លែងណាផឹកកន្លែងហ្នឹងជួនកាលផឹកទឹកដានជើងក្របីបាទអាហ្នឹងយើងគិតទៅប៉ុន្តែយើងរស់តាមបែបយើងដោយសារតែសរីរាង្គកាយយើងបានផ្សំទៅនឹងវាអាចទប់ទល់នឹងជំងឺទាំងអស់ហ្នឹងទប់ទល់ជំងឺអស់ហ្នឹងហើយចំណុចមួយទៀតដែលយើងត្រូវរួមគ្នាគិតខ្ញុំសូមអរគុណសាកលវិទ្យាល័យសេអ៊ូលជាតិសេអ៊ូលដែលបានរួមធ្វើកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថានវិទ្យាសាស្ត្រនិងវិទ្យាសាស្ត្រកសិកម្មនៃរាជរដ្ឋាភិបាលកម្ពុជាធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រសួងអប់រំដែលយើងធ្វើកិច្ចសហប្រតិបត្តិការទៅដល់1000សាលានៅពេលខាងមុខនេះគឺជាការល្អហើយតាមខ្មែរយើងមានយូរហើយគឺមានអាសម្រាប់ត្រង់ទឹកហ្នឹងប៉ុន្តែភាពគ្មានបន្សល់ឯកសារដែលធ្វើឲ្យឯកសារហ្នឹងបានត្រូវឆេះត្រូវបានបាត់បង់នៅក្នុងសម័យសង្គ្រាមនីមួយៗយើងអាចបានបន្សល់ទុកអញ្ចឹងហើយបានយើងបាត់បង់ហើយគ្មានទេលឺនិយាយតាមមាត់គ្នាហើយនិយាយតាមមាត់គ្នាហ្នឹងនិយាយ10ដងវាលើស5ដងឬក៏វាបាត់3ដងវាអត់ដែលសុក្រិតអញ្ចឹងហើយបានគេឲ្យមានសំណេរដើម្បីអញ្ចឹងដូនតារបស់យើងបងប្អូនបើបងប្អូនបានឃើញថាដូនតាយើងមានមារយាទណាឆ្លាក់នៅលើថ្មមិនមែនសរសេរនៅលើគ្រាន់តែសរសេរលើសភៅប៉ុណ្ណឹងទេឆ្លាក់នៅលើថ្មឲ្យដូនតាឲ្យកូនចៅជំនាន់ក្រោយបានដឹងបានយល់បានឃើញបានចឹងហើយបានយើងសពថ្ងៃនេះខ្ញុំចេះតែមានគំនិតមួយស្រុកគេបណ្ណាល័យស្អាតណាស់បណ្ណាល័យទាំងនៅសេអ៊ូលទាំងនៅស្រុកខ្ញុំរៀនខ្ញុំមិននិយាយឈ្មោះស្រុកខ្ញុំរៀនទេគឺមន្ទីររដ្ឋមិនស្មើបណ្ណាល័យរបស់គេទេបណ្ណាល័យគេស្អាតហើយខ្ញុំព្យាយាមមុននឹងខ្ញុំចាក់លោកនេះទៅក៏ខ្ញុំត្រូវរៀបចំបណ្ណាល័យមួយដែរនៅផ្ទះខ្ញុំធ្វើឲ្យស្អាតហើយពីណាក៏អាចចូលទៅអានចូលទៅមើលបានដែរពួកខ្ញុំបានសច្ចាខ្លួនឯងហើយគឺខ្ញុំទៅធ្វើហើយដើម្បីមានបណ្ណាល័យស្អាតហើយអ្នកទៅបណ្ណាល័យចឹងដែរគឺនៅស្រុកអឺរ៉ុបគេថាបើរកស្រីល្អទៅបណ្ណាល័យបើរកស្រីស្អាតទៅថ្ងៃសៅរ៍ឡើងគឺនៅសួនច្បារចឹងកន្លែងសួនច្បារហ្នឹងគឺគេរំបាទគេរំហ្នឹងទៅរកស្រីស្អាតហ្នឹងទៅបើស្រីល្អទៅបណ្ណាល័យព្រោះអ្នកល្អហ្នឹងគឺទៅរៀននៅហ្នឹងចឹងសង្ឃឹមជឿជាក់ថាប្រុសយើងទៅរៀនចឹងដែរបាទត្រូវទៅបណ្ណាល័យណាបានទៅរកអញ្ចឹងខ្ញុំសង្ឃឹមជឿជាក់ថាគម្រោងនេះនឹងទទួលបានជោគជ័យហើយធ្វើយ៉ាងណាដើម្បីឲ្យគម្រោងនេះជោគជ័យបានវាមានឆន្ទៈគឺភាពស្មោះត្រង់ហើយនឹងធ្វើឲ្យខ្ញុំជឿជាក់ថាលោកសាស្ត្រាចារ្យនិងលោកបណ្ឌិត
នឹងធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាហើយរៀបនៅសភាស្វាគមន៍ជានិច្ចដើម្បីផលប្រយោជន៍សង្គមមនុស្សទៅថ្ងៃអនាគតហើយដើម្បីយុវជនហើយយុវជនត្រូវចងចាំថារៀនប្រើប្រាស់កំប៉ុងទឹកបាទប្រើប្រាស់កំប៉ុងទឹកកាត់បន្ថយផ្លាស្ទិកនៅស្រុកអឺរ៉ុបគេប្រើប្រាស់កំប៉ុងទឹកនឹងយូរហើយមិនមែនទៅឥឡូវទេតាំងពីខ្ញុំទៅរៀនមកហើយជួនកាលគេយើងមានប្រភេទ3បើយើងចង់បានទឹកសុទ្ធតែ2សេនទេបើយើងចង់បានកូកាកូឡា5សេនបើយើងចង់បានស្ប៉ាយអីចឹងទៅ6សេនដល់ពេលនិស្សិតយើងរៀងខលឈើចាក់ថ្មិញទៅពេលបោះកាក់ទៅយកឈើចាក់ថ្មិញខ្ទាស់អាហ្នឹងដាក់ទៅហូរឲ្យទល់អស់បាទដល់ចុងក្រោយមកគេតាមដានគេចាប់បាទអាហ្នឹងគឺវាអត់សិលធម៌យើងខ្លាចប៉ុន្តែគេថាអត់សិលធម៌ឈើចាក់ថ្មិញហ្នឹងយកទៅញាត់ពុបអាហ្នឹងហូររហូតបាទហូររហូតអញ្ចឹងគាត់ចែកថាគាត់បញ្ញាសម្បើមមកប៉ុន្តែកុំធ្វើអញ្ចឹងណាឲ្យមានសិលធម៌ក្នុងខ្លួនយើងត្រូវតែខ្មែរយើងដើរទៅរើសបានកបោបលុយថាងយុគមិញខ្ញុំយកសពបានល្អកុំឲ្យសោះបងប្អូនពេលណាបងប្អូនរើសបានលុយបងប្អូនយកមកដាក់នៅលើទើឬមួយបងប្អូនដាក់នៅក្នុងបណ្ណាល័យហើយឲ្យបណ្ណាល័យការសិក្សាហ្នឹងគេផ្សព្វផ្សាយខ្ញុំឃើញបងប្អូនណាថ្ងៃមុនរើសបាន 20000 យកទៅដាក់ហ្នឹងនេះគឺជាដើមចេញមកដល់ល្អហើយយើងត្រូវខ្លួនឯងទុកថាយើងភ្លឺឲ្យគេថាចោះប៉ុន្តែបេះដូងរបស់យើងស្អាតអញ្ចឹងខ្ញុំសង្ឃឹមជឿជាក់ថាបងប្អូននឹងធ្វើដំណើរតាមនឹងទាំងអស់គ្នាហើយឆ្លៀតនឹងឱកាសនេះដែរដោយសារពេលវេលាខ្ញុំមិនបន្តទៀតទេហើយខ្ញុំបាទសូមប្រសិទ្ធពរជូនពរឲ្យមានសុខភាពល្អមានសុខភាពគឺមានអ្វីទាំងអស់មានសុខភាពគឺមានភាពជោគជ័យហើយទី2គឺស្នាមញញឹមមានស្នាមញញឹមគឺគ្មានសត្រូវគឺយើងមានសន្តិភាពទី3សូមឲ្យចេះស្រឡាញ់គ្នាភាពស្រឡាញ់គ្នានេះហើយដែលធ្វើឲ្យយើងមានការរីកចម្រើនធ្វើឲ្យជាតិយើងរុងរឿងសូមអរគុណ